សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងនឹងរៀនតាក់ទងជាមួយនឹងរូបមន្តមួយទៀតគឺ networkday.intl សូមបងប្អូនមើលនិយមន័យនៅខាងលើនេះ networkday.intl គឺជារូបមន្ត Excel សម្រាប់ការងារចំនួនថ្ងៃធ្វើការរវាងការបច្ឆេទ2ដោយមិនរាប់ថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកហើយនេះគឺជាទម្រង់រូបមន្តរបស់វាគឺយើងត្រូវការវាយសញ្ញាស្មើ networkdays.intl បើមកកញ្ចក់ start date ក្បៀស1 end date ក្បៀស1 weekend ថ្ងៃចុងសប្តាហ៍ក្បៀស1 holiday ថ្ងៃឈប់សម្រាកហើយយើងបិទមកកញ្ចក់វិញហើយនេះគឺជាការសម្រាយទៅលើរូបមន្តរបស់វាទី1គឺ start date ថ្ងៃចាប់ផ្ដើម end date ថ្ងៃបញ្ចប់ weekend ថ្ងៃកំណត់ចុងសប្តាហ៍ holiday បញ្ជីថ្ងៃឈប់សម្រាកហើយអត្ថប្រយោជន៍របស់វាគឺទី1គឺបត់បែនអាចកំណត់ថ្ងៃឈប់សម្រាកបានតាមតម្រូវការសុក្រិតទី1គឺកាត់បន្ថយកំហុសក្នុងការរាប់ថ្ងៃដោយដៃរហ័សអាចគណនាទិន្នន័យបានយ៉ាងច្រើនក្នុងពេលខ្លីការប្រើប្រាស់គឺសម្រាប់ HR ហើយនិង payroll គឺគណនាថ្ងៃធ្វើការរបស់បុគ្គលិក project management ការគ្រប់គ្រងទៅលើគម្រោងគឺគណនារយៈពេលគម្រោងមួយទៀតគឺ logistics គណនាថ្ងៃដឹកជញ្ជូន banking finance គណនាការកំណត់និងថ្ងៃធ្វើការរបស់ធនាគារអូខេអញ្ចឹងសម្រាប់ចំណុចលេខ5នេះតកតងជាមួយនឹង weekend ដែលយើងគួរតែដឹងអញ្ចឹងបើសិនបើយើងដាក់ weekend លេខ1មានន័យថាយើងកំណត់ឲ្យ Excel រំលងថ្ងៃសៅរ៍ថ្ងៃអាទិត្យលេខ2គឺថ្ងៃអាទិត្យថ្ងៃច័ន្ទលេខ3គឺថ្ងៃច័ន្ទថ្ងៃអង្គារលេខ4ថ្ងៃអង្គារថ្ងៃពុធលេខ5ថ្ងៃពុធថ្ងៃពហុហើយលេខ6គឺថ្ងៃពហុហើយនិងថ្ងៃសុក្ររហូតមកដល់លេខ17អញ្ចឹងយើងអាចដាក់ពីលេខ1រហូតដល់លេខ17គឺលេខ17នោះគឺយើងឲ្យវារំលងថ្ងៃសៅរ៍ Saturday អញ្ចឹងបើសិនបើយើងបញ្ចូលលេខគឺយើងត្រូវគិតលេខ1មានន័យថាយើងឲ្យវារំលងថ្ងៃសៅរ៍ថ្ងៃអាទិត្យលេខ2រំលងថ្ងៃអាទិត្យនិងថ្ងៃច័ន្ទអូខេឥឡូវយើងចូលទៅតារាង Excel របស់គ្នាចូលមកតារាង Excel ចាំបងប្អូនមើលឧទាហរណ៍ខ្ញុំមានតារាងមួយនេះគឺជាលំហាត់មានការបច្ឆេទមានរាយរៀងមានការបច្ឆេទចាប់ផ្ដើមមានការបច្ឆេទបញ្ចប់ហើយនេះគឺជាថ្ងៃចុងសប្តាហ៍បន្តមកទៀតគឺ holiday មានថ្ងៃរបស់វានៅកន្លែងនេះហើយនៅកន្លែងនេះគឺជា description ពីពណ៌នាអំពីការបច្ឆេទនៃ holiday ហ្នឹងដូចជាខ្មែរ New Year ជុំបិណ្ឌ Water Festival ពិធីបុណ្យរំទូលចឹងមកហើយយើងរកចំនួនថ្ងៃធ្វើការឥឡូវឧទាហរណ៍ទី1លេខរៀងទី1យើងមើលមានការបច្ឆេទចាប់ផ្ដើមថ្ងៃទី5 January 2026ថ្ងៃបញ្ចប់គឺ16 January 2026រីឯ weekend គឺថ្ងៃសៅរ៍ហើយថ្ងៃអាទិត្យអញ្ចឹង weekend នេះគឺយើងនឹងធ្វើការបញ្ចូលលេខដើម្បីឲ្យ Excel ធ្វើការរំលងវាឬក៏មិនរាប់វារីឯ holiday នោះគឺយើងអត់មានទេអញ្ចឹងគឺយើងធ្វើការគណនាថាតើថ្ងៃធ្វើការហ្នឹងគឺមានប្រហែលថ្ងៃយើងคลิกវាមួយមកយើងបញ្ចូលសញ្ញាស្មើបន្តមកទៀតគឺយើងវាយ net workday intl បើកកញ្ចក់អូខេបន្តមកទៀតគឺយើង select ទៅលើ start date នេះហើយក្បៀស1បន្តមកទៀតគឺ end date ក្បៀស1ហើយបន្តមកទៀតគឺតកតងជាមួយនឹង weekend អញ្ចឹងបងប្អូនមើល weekend អញ្ចឹង weekend របស់យើងនៅកន្លែងនេះគឺគេកំណត់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យអញ្ចឹងយើងមើលថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺលេខ1អញ្ចឹងយើងបញ្ចូលលេខ1មកបន្តមកទៀតគឺ holiday រីឯ holiday គឺយើងអត់មានអញ្ចឹងយើងបិទវាត្រឹមហ្នឹងមកហើយយើង enter តែអញ្ចឹងបងប្អូនឃើញថាយើងឃើញថាថ្ងៃធ្វើការនោះគឺមានចំនួន10ថ្ងៃដោយរំលងថ្ងៃសៅរ៍ថ្ងៃអាទិត្យអូខេអញ្ចឹងយើងចូលទៅទី2យើងមានការបច្ឆេទមួយប៉ុណ្ណេះគឺ6ខែមេសា2026រហូតមកដល់ថ្ងៃទី24ខែមេសា2026ហើយថ្ងៃចុងសប្តាហ៍គឺកំណត់យកថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងគឺថ្ងៃដែល Excel ធ្វើការរំលងដែលយើងបញ្ចូលវាបន្តមកទៀតនៅក្នុងចន្លោះថ្ងៃហ្នឹងគឺឧទាហរណ៍យើងមាន
holiday ដែលជាថ្ងៃចូលឆ្នាំខ្មែរគឺមាន3ថ្ងៃគឺថ្ងៃទី14 15 16ណាឥឡូវយើងធ្វើការកណនាយើងវាយសញ្ញាស្មើយើងវាយ network day អូខេ dot intl បើកកញ្ចក់អូខេបន្តមកទៀតគឺយើង select ទៅលើ start date ហើយ comma 1 end date comma 1ហើយបន្តមកទៀតគឺតកតងជាមួយនឹង weekend នេះគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងនៅតែលេខ1ដដែលចុះយើងដាក់លេខ1មកបន្តមកទៀតគឺ comma 1អូខេបន្តមកទៀតគឺយើងត្រូវការ select ទៅលើ holiday អញ្ចឹង holiday វាមាន3ថ្ងៃអញ្ចឹងយើង select មកអូខេបន្តមកទៀតយើងការពារទៅលើ cell reference របស់យើងគឺយើងចុច F4 ដើម្បីធ្វើការ lock cell ហ្នឹងហើយយើងធ្វើការបិទវាវិញហើយយើង enter អូខេអញ្ចឹងមាន12ថ្ងៃអូខេអញ្ចឹងពីថ្ងៃទី26រហូតដល់ថ្ងៃទី24ដោយរំលងថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយនឹងរំលង3ថ្ងៃទៀតគឺថ្ងៃធ្វើការរបស់យើងគឺស្មើជាមួយ12ថ្ងៃហើយយើងចូលទៅមួយទៀតយើងវាយសញ្ញាស្មើបន្តមកទៀតគឺបើកកញ្ចក់អូខេបន្តមកទៀតគឺ start date 1ហើយ end date 1បន្តមកទៀតគឺ weekend គឺយើងកំណត់ឲ្យថ្ងៃសុក្រហើយនិងថ្ងៃសៅរ៍ចុះយើងមើលថ្ងៃសុក្រហើយថ្ងៃសៅរ៍យើងមើលនេះគឺលេខ7ថ្ងៃសុក្រហើយនិងថ្ងៃសៅរ៍អញ្ចឹងគឺយើងវាយលេខ7មកអញ្ចឹងមានន័យថាម៉េចមានន័យថាថ្ងៃសុក្រនិងថ្ងៃសៅរ៍ហ្នឹង Excel នឹងធ្វើការរំលងវាមិនរាប់ទេអូខេបន្តមកទៀតគឺ holiday គឺអត់មានអញ្ចឹងយើងបិទត្រឹមហ្នឹងអញ្ចឹងគឺយើងបិទមុខកញ្ចក់មកហើយ enter អញ្ចឹងស្មើជាមួយនឹង14ថ្ងៃអូខេឥឡូវមួយទៀតតកតងជាមួយនឹងការបច្ឆេទថ្ងៃទី15 September 2026ដល់ថ្ងៃទី25ខែ October 2026ថ្ងៃ weekend នោះគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយឈប់សម្រាកបន្ថែមទៀត holiday បន្ថែមទៀតចំនួន3ថ្ងៃគឺ10 11 12ខែ October 2026ឱកាសបុណ្យភ្ជុំបិណ្ឌហ្នឹងឧទាហរណ៍អញ្ចឹងគឺយើងវាយ network day ដដែលបើកចក select ទៅលើ start date បន្តមកទៀតគឺ end date មួយទៀតបន្តមកទៀតគឺថ្ងៃចុងសប្តាហ៍ weekend គឺថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងគឺយើងជ្រើសរើសលេខ1ដដែលបន្តមកទៀតគឺ comma មួយទៀតហើយគឺ holiday ថ្ងៃឈប់សម្រាកអញ្ចឹងគឺយើង select លើវាមកហើយយើងធ្វើការ lock ទៅលើ cell reference របស់យើងកុំឲ្យវារំកិលឬក៏ move អញ្ចឹងគឺយើងចុចទៅលើ F4 ហើយយើងបិទវាវិញមកហើយយើង enter អញ្ចឹងស្មើជាមួយនឹង28ថ្ងៃអូខេមួយទៀតតកតងជាមួយនឹងលេខទី5គឺថ្ងៃទី2ខែ November 2026ដល់ថ្ងៃទី30 November 2026ហើយថ្ងៃចុងសប្តាហ៍គឺ Saturday និង Sunday ដដែលហើយសម្រាប់ឈប់សម្រាក holiday គឺថ្ងៃទី24 25 26 November 2026កម្មវិធីនោះគឺជាកម្មវិធីបុណ្យរំទូកអូខេអញ្ចឹងគឺយើងវាយសញ្ញាស្មើយើងវាយ network day .intl បើកកញ្ចក់បន្តមកទៀតគឺយើងធ្វើការ select ទៅលើ start date 1 end date 1បន្តមកទៀតគឺយើងបញ្ចូល weekend គឺលេខ1ដោយសារតែ weekend ថ្ងៃចុងសប្តាហ៍នេះគឺកំណត់យកថ្ងៃសៅរ៍ថ្ងៃអាទិត្យចេញបញ្ចូលលេខ1ដដែលមួយទៀតបន្តមកទៀតគឺយើង select ទៅលើ holiday ចុចទៅលើ F4 ដើម្បីធ្វើការ lock cell ហើយយើងបិទមុខកញ្ចក់វិញហើយ enter អូខេអញ្ចឹងគឺនេះគឺជាថ្ងៃដែលយើងធ្វើការសរុបប្រមាណរៀងហ្នឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីរបៀបនៃការប្រើប្រាស់ទៅលើរូបមន្ត networkday.intl អូខេអញ្ចឹងសូមអរគុណសូមជម្រាបលា